មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស់បានប្រាប់សារព័ត៌មាន BBC ថាក្រុមប្រដាប់អាវុធប៉ាឡេស្ទីននឹងច្រានចោលសំណើធំបំផុតរបស់អាមេរិកឲ្យមានបទឈប់បាញ់ថ្មីមួយនៅតំបន់ហ្គាហ្សានិងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នៅថ្ងៃទី30ខែឧសភានេះសេតវិមានបានឲ្យដឹងការពីថ្ងៃប្រហ័សថាអ៊ីស្រាអែលបានយល់ព្រមទៅលើផែនការឲ្យមានបទឈប់បាញ់ថ្មីមួយដែលស្នើឡើងដោយបេសកជនអាមេរិកលោក Steve Witkoff ហើយថាខ្លួនកំពុងរង់ចាំការឆ្លើយតបផ្លូវការពីក្រុមហាម៉ាស់បណ្ដាញព័ត៌មានអ៊ីស្រាអែលបានដកស្រង់សម្ដីមន្ត្រីអ៊ីស្រាអែលថាផែនការនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងនៅរស់10នាក់និងសាកសពចំណាប់ខ្មាំង18នាក់នៅក្នុងពីដំណាក់កាលជាថ្នូរនឹងបទឈប់បាញ់60ថ្ងៃនិងការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុន្តែមន្ត្រីហាម៉ាស់បានអះអាងថាសំណើនេះមិនបានឆ្លើយតបទៅនឹងតម្រូវការស្នូលរបស់ខ្លួនរួមទាំងការបញ្ចប់សង្គ្រាមហើយថាខ្លួននឹងឆ្លើយតបទៅតាមនៅពេលសមស្របណាមួយរដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយទេប៉ុន្តែតាមព័ត៌មានថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងកាលពីថ្ងៃប្រហ័សថាលោកទទួលយកផែនការរបស់លោក Witkoff អ៊ីស្រាអែលបានបិទការចេញចូលទាំងស្រុងមកទីក្រុងកាហ្សានិងបន្តប្រតិបត្តិការវាយប្រហារដោយយោធាឡើងវិញទៅលើក្រុមហាម៉ាស់កាលពីថ្ងៃទី18ខែមិនិនាបន្ទាប់ពីមានការដួលរលំបទឈប់បាញ់រយៈពេល2ខែដែលសម្របសម្រួលដោយអាមេរិក កាតានិងអេស៊ីបអ៊ីស្រាអែលបានអះអាងថាខ្លួនចង់ដាក់សម្ពាធលើក្រុមហាម៉ាស់ឲ្យដោះលែងចំណាប់ខ្មាំង58នាក់ហើយយ៉ាងហោចណាស់មាន20នាក់ក្នុងចំណោមនោះត្រូវបានគេជឿថានៅរស់រានមានជីវិតនៅឡើយកាលពីថ្ងៃទី19ខែឧសភាយោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារធំជាងមុនហើយបើតាមលោកនេតាន់យ៉ាហ៊ូនិយាយថាកងទ័ពនឹងគ្រប់គ្រងតំបន់កាហ្សាទាំងអស់ប៉ុន្តែនៅថ្ងៃបន្ទាប់លោកបាននិយាយថាអ៊ីស្រាអែលនឹងបន្ធូរបន្ថយការរារាំងខ្ទប់និងអនុញ្ញាតឲ្យផ្ដល់ស្បៀងអាហារក្នុងបរិមាណមូលដ្ឋានទៅតំបន់កាហ្សាដើម្បីកាត់បន្ថយភាពអត់ឃ្លានខ្លាំងមនុស្សជិត 4000 នាក់ត្រូវបានសម្លាប់នៅតំបន់កាហ្សាក្នុងរយៈពេល10សប្តាហ៍កន្លងទៅនេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់អង្គការសហប្រជាជាតិនិយាយថាមនុស្ស600,000 នាក់ផ្សេងទៀតត្រូវបានផ្លាស់ទីជម្រកជាតិថ្មីដោយសារតែប្រតិបត្តិការដោយកងទ័ពជើងគោករបស់អ៊ីស្រាអែលនិងការបញ្ជាឲ្យចាកចេញសេចក្តីរាយការណ៍ពីកម្មវិធីផ្ដល់ជំនួយ IPC ដែលគាំទ្រដោយអង្គការសហប្រជាជាតិព្រមានថាប្រជាពលរដ្ឋប្រហែលជា500,000 នាក់នឹងប្រឈមមុខទៅនឹងស្ថានភាពស្រេកឃ្លានខ្លាំងនៅប៉ុន្មានខែខាងមុខនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Washington DC កាលពីថ្ងៃប្រហ័សនៅពេលស្នើឲ្យបញ្ជាក់សេចក្តីរាយការណ៍របស់ទូរទស្សន៍ Al Arabiya TV ដែលថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់លោកស្រី Caroline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថាលោកស្រីអាចបញ្ជាក់ថាលោក Witkoff ប្រេសិតពិសេសបានដាក់សំណើបទឈប់បាញ់ទៅហាម៉ាស់ថាអ៊ីស្រាអែលបានគាំទ្រនឹងចុះហត្ថលេខាលើសំណើនេះមុនពេលវាត្រូវបានបញ្ជូនទៅក្រុមហាម៉ាស់លោកស្រីបានបន្ថែមថាលោកស្រីអាចបញ្ជាក់បានថាការពិភាក្សាទាំងនោះកំពុងបន្តហើយលោកស្រីសង្ឃឹមថាបទឈប់បាញ់នៅកាហ្សានឹងកើតឡើងដូច្នេះគេនឹងអាចបញ្ជូនចំណាប់ខ្មាំងទាំងអស់ត្រឡប់ទៅផ្ទះវិញបានទោះបីជាយ៉ាងណាក្រុមជាន់ខ្ពស់របស់ក្រុមហាម៉ាស់ក្រោយមកបាននិយាយថាកិច្ចព្រមព្រៀងនេះផ្ទុយទៅនឹងការពិភាក្សាកន្លងមករវាងអ្នកចរចារបស់ក្រុមហាម៉ាស់និងលោក Witkoff មន្ត្រីដដែលបានប្រាប់សារព័ត៌មាន BBC ថាសំណើនេះមិនបានរួមបញ្ចូលការធានានៅបទឈប់បាញ់បណ្ដោះអាសន្នដែលនឹងឈានទៅដល់ការឈប់បាញ់ជាអចិន្ត្រៃយ៍ឬក៏ការវិលត្រឡប់ទៅជំនួយមនុស្សធម៌ដែលអនុញ្ញាតឲ្យរថយន្តដឹកជំនួយចូលទៅកាន់តំបន់កាហ្សារៀងរាល់ថ្ងៃ
អំឡុងពេលមានបទឈប់បាញ់កន្លងមកទោះបីជាយ៉ាងណាលោកបាននិយាយថាក្រុមហាម៉ាស់នៅបន្តទំនាក់ទំនងជាមួយនឹងអ្នកសម្របសម្រួលហើយនឹងដាក់ជូនការឆ្លើយតបជាលាយលក្ខណ៍អក្សរនៅក្នុងពេលវេលាដ៏សមស្របណាមួយដោយឡែកបណ្ដាញទូរទស្សន៍ Channel 12 TV របស់អ៊ីស្រាអែលបានរាយការណ៍ថាលោកនេតាន់យ៉ាហ៊ូបានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងនៅក្នុងជំនួបថាអ៊ីស្រាអែលបានទទួលយកសំណើបទឈប់បាញ់ថ្មីបំផុតរបស់លោក Witkos ដែលបានបញ្ជូនមកកាលពីយប់មិញក្រុមហាម៉ាស់នៅមិនទាន់ឆ្លើយតបយ៉ាងណាទេចំពោះបញ្ហានេះលោកបន្តថាអ៊ីស្រាអែលមិនជឿថាក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងចុងក្រោយទេហើយអ៊ីស្រាអែលក៏នឹងមិនចាកចេញពីតំបន់កាហ្សាលុះត្រាតែចំណាប់ខ្មាំងទាំងអស់មកដល់ដៃរបស់យើងក្រោយមកខុទ្ទកាល័យរបស់លោកនេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានរបស់បណ្ដាញទូរទស្សន៍ Channel 12 TV នេះថាបានព្យាយាមលួចយកឧបករណ៍ថតសំឡេងចូលទៅក្នុងបន្ទប់ដែលរៀបចំកិច្ចប្រជុំប៉ុន្តែខុទ្ទកាល័យមិនបានបដិសេធថាលោកបានយល់ព្រមទៅនឹងសំណើរបស់អាមេរិកនោះទេកន្លងមកលោកនេតាន់យ៉ាហ៊ូបាននិយាយថាអ៊ីស្រាអែលនឹងបញ្ចប់សង្គ្រាមនេះលុះត្រាតែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងហើយក្រុមហាម៉ាស់ត្រូវបានកំទេចឬទម្លាក់អាវុធហើយមេដឹកនាំរបស់ក្រុមនេះត្រូវបាននិរទេសចេញក្រុមហាម៉ាស់បាននិយាយថាខ្លួនត្រៀមបញ្ជូនចំណាប់ខ្មាំងទាំងអស់ជាថ្នូរទៅនឹងការបញ្ចប់នៃការប្រយុទ្ធគ្នាទាំងស្រុងហើយនឹងការដកចេញកងទ័ពអ៊ីស្រាអែលទាំងអស់ពីតំបន់កាហ្សាកងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារដោយយោធានៅតំបន់កាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងដែនរបស់ពួកហាម៉ាស់កាលពីថ្ងៃទី7ខែតុលាឆ្នាំ2023ដែលបានសម្លាប់មនុស្សប្រហែល 1,200 នាក់និង251នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងរីឯមនុស្ស4នាក់ផ្សេងទៀតនៅក្នុងនោះ2នាក់បានស្លាប់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅតំបន់កាហ្សាមុនពេលដែលមានជម្លោះនៅទីនោះរហូតមកដល់ពេលនេះអ៊ីស្រាអែលទទួលបានចំណាប់ខ្មាំង197នាក់ក្នុងនោះ148នាក់នៅរស់រានមានជីវិតហើយភាគច្រើនធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្ដោះអាសន្នពីរលើកជាមួយនឹងក្រុមហាម៉ាស់យ៉ាងហោចណាស់មនុស្ស 54,249 នាក់ត្រូវបានសម្លាប់នៅតំបន់កាហ្សាអំឡុងពេលសង្គ្រាមរួមទាំងការស្លាប់របស់មនុស្ស 3,986 នាក់ចាប់តាំងពីពេលដែលអ៊ីស្រាអែលបន្តការវាយប្រហាររបស់ខ្លួនឡើងវិញកាលពីថ្ងៃប្រហ័សយ៉ាងហោចណាស់មនុស្ស54នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលទូទាំងតំបន់កាហ្សានេះបើយោងតាមទីភ្នាក់ងារការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាស់យោធាអ៊ីស្រាអែលបានអះអាងថាខ្លួនបានវាយប្រហារទៅលើគោលដៅភេរវករមួយចំនួនរយៈពេលពេញមួយថ្ងៃកន្លងទៅនេះ